ជំរាបសួរបងប្អូនអ៊ំពូមីងទាំងអស់គ្នាយើងខ្ញុំមិនទាន់ទៅណាឆ្ងាយពីខេត្តតាកែវនៅឡើយទេនៅក្នុងវីដេអូនេះយើងខ្ញុំនឹងនាំអារម្មណ៍លោកអ្នកទៅទស្សនាប្រាសាទដ៏ចំណាស់មួយទៀតនៅក្នុងខេត្តតាកែវគឺប្រាសាទយាយពៅយើងខ្ញុំនឹងរៀបរាប់ត្រួសទាក់ទងទៅនឹងរមណីយដ្ឋាននេះដូច្នេះសូមរីករាយស្ដាប់ជាមួយយើងខ្ញុំដូចតទៅយាយពៅស្ថិតនៅចំពីក្រោយព្រះវិហារវត្តទន្លេបាទីមានចម្ងាយ100ម៉ែត្រពីប្រាសាទតាព្រំប្រាសាទយាយពៅមានរាងជាការ៉េ4ជ្រុង7ម៉ែត្រគុណនឹង7ម៉ែត្របែរមុខទៅទិសខាងកើតប្រាសាទនេះកសាងអំពីថ្មភក់ក្នុងសតវត្សទី12ក្រៅពីប្រាសាទនៅមានវត្តព្រះពុទ្ធសាសនាមួយកសាងក្នុងឆ្នាំ1576ឈ្មោះថាវត្តទន្លេបាទីដែលជាកន្លែងសក្ការៈខ្មែរយើងបច្ចុប្បន្នលើសពីនេះទៅទៀតគេសង្កេតឃើញដំណាក់ចាស់ដែលនៅជាប់មាត់ទន្លេបាទីមានចម្ងាយ1200ម៉ែត្រពីប្រាសាទដែលបច្ចុប្បន្នជាកន្លែងស្នាក់របស់ក្រុមហ៊ុន Bati Tourism Office ដែលទទួលខុសត្រូវក្នុងតំបន់រមណីយដ្ឋាននេះដែលមានផ្ទៃដី 9.3 ហិកតាទីនោះមានបឹងធម្មជាតិបណ្ដោយ7,000ម៉ែត្រទៅទិង1,000ម៉ែត្រទៅ1,500ម៉ែត្រនៅរដូវវស្សាមានកម្ពស់ទឹកពី3ម៉ែត្រទៅ4ម៉ែត្រនិងរដូវប្រាំងពី1ម៉ែត្រទៅ 2.5 ម៉ែត្របច្ចុប្បន្នក្រុមហ៊ុនរៀបចំកន្លែងលំហែតាមមាត់ឆ្នេរទន្លេធ្វើអំពីឈើប្រក់ស័ង្កសីចំនួន48តូបនិងតូបប្រក់ស្លឹកតគ្នានៅពីក្រោយដំណាក់ចាស់ចំនួន40តូបទៀតចំណែកការរៀបចំអនាម័យក្រុមហ៊ុនមានបង្គន់អនាម័យ9បន្ទប់និងឯកជនតាមផ្ទះប្រជាពលរដ្ឋមួយចំនួនទៀតការគ្រប់គ្រងគេលក់សម្បត្តិចូលសម្រាប់ម៉ូតូមួយគ្រឿង 2,000 រៀលនិងរថយន្តទេសចរមួយគ្រឿង 5,000 រៀលតូបអង្គុយលំហែមួយថ្លៃ 5,000 រៀលសម្រាប់អ្នកទេសចរក្នុងស្រុកចំណែកភ្ញៀវទេសចរបរទេសម្នាក់$2អាមេរិកស្ថិតិភ្ញៀវប្រចាំសប្តាហ៍គឺក្នុងមួយអាទិត្យ500ទៅ600នាក់សម្រាប់ភ្ញៀវក្នុងស្រុកនិងភ្ញៀវបរទេស100នាក់គិតជាមធ្យមចំពោះថ្ងៃបុណ្យវិញក្នុងមួយអាទិត្យមាន 8,000 ទៅ 9,000 នាក់រមណីយដ្ឋានទន្លេបាទីបានបង្កើតការងារឲ្យប្រជារាស្ត្ររស់នៅតំបន់ជិតនោះគឺភូមិថ្នល់តាក់សិនិងភូមិទន្លេបាទីមានជីវភាពរស់នៅសមរម្យចម្កោះសេវាចំណីអាហារត្រូវបានក្រុមហ៊ុនជាអ្នកកំណត់តម្លៃដោយមិនអាចលក់ថ្លៃជូនភ្ញៀវទេសចរបានទេតាមសិលាចារឹកបញ្ជាក់ថាប្រាសាទយាយពៅត្រូវបានសាងសង់ក្នុងរាជព្រះបាទយាយវរ្ម័នទី7 1181 ដល់ 1218 ហើយស្ថិតនៅក្នុងរចនាបថបាយ័នសម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនាផងនិងពុទ្ធសាសនាផងបើតាមរឿងព្រេងដំណាលថាកាវព្រះកែវទូមីឡាសោយរាជនៅឯអង្គរធំក៏ទ្រង់យាងមកត្រួតពិនិត្យរាស្ត្រនៅទីត្រង់ទន្លេបាទីនេះក៏ប្រទះឃើញនារីម្នាក់មានសម្រស់ស្រស់សោភាឈ្មោះនាងពៅទ្រង់ក៏លើកនាងជាស្នំក្រោយមកដោយត្រូវយាងទៅព្រះនគរវិញហើយដោយនាងពៅមានទម្ងន់ផងនោះក៏យកទៅពំបានក្រោយមកនាងពៅក៏សម្រាវបានកូនប្រុសម្នាក់ដាក់ឈ្មោះថាអង្គព្រំកុមារព្រំលុះធំឡើងសួររកឪពុកម្ដាយក៏ប្រាប់តាមដំណើរហើយក៏ចេញទៅរកឪពុកនៃជាស្ដេចនៅឯអង្គរធំលុះស្ដេចជាឪពុកបានជ្រាបការអស់ហើយនោះក៏បញ្ជាឲ្យគេសង់ប្រាសាទមួយទុកឲ្យបុត្រប្រាសាទតាព្រំនៅសៀមរាបសពថ្ងៃក្រោយមកអង្គព្រំក៏ត្រឡប់មកស្រុកទន្លេបាទីវិញដោយបានងារជាព្រះអជាតចៅវាយខេត្តស្រុកបាទីអង្គព្រំក៏សាងប្រាសាទពីរមួយគឺប្រាសាទតាព្រំសពថ្ងៃនិងមួយទៀតប្រាសាទយាយពៅសពថ្ងៃដែលទុកសម្រាប់ឲ្យម្ដាយគោរពបូជាឯរឿងព្រេងមួយទៀតបានដំណាលថាព្រះកែវតូមីឡាបានមកត្រួតពិនិត្យត្រង់ទន្លេបាទីនេះក៏ទៅប្រកួតចំបាប់នឹងនាងខ្មៅប្រាសាទនាងខ្មៅទឺដែលប្រកាសថានរណាប្រកួតឈ្នះនាងនឹងព្រមយកធ្វើប្តីលុះព្រះកែវតូមីឡាឈ្នះហើយនាងក៏ព្រមយកជាស្វាមីដំណើរសាច់រឿងក៏ដូចរឿងខាងលើតែផ្លែថាអង្គព្រំពេលត្រឡប់មកវិញក៏ចាប់ចិត្តស្រឡាញ់កូនក្រមុំម្នាក់ឈ្មោះនាងពៅហើយក៏ចូលស្ដីដណ្ដឹងដោយមានការភ្នាល់គ្នាសាងប្រាសាទក្រុមស្រីឆ្លាតឈីងក៏ប្រើល្បិចបង្ហូតគោមល្បិចដដែលដែលប្រជាជននៅទីនោះដំណាលមកទល់សពថ្ងៃថា
ដោយខាងប្រុសចាញ់បានជាគេឃើញមានថ្មនៅរាយពាក់ពេញប្រាសាទតាព្រំឯប្រាសាទយាយពៅធ្វើរួចបានយ៉ាងល្អរឿងព្រេងទាំងពីរនេះខុសគ្នាត្រង់ដំណាលមួយថាជាម្ដាយមួយថាជាប្រពន្ធ សូមអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់បើពេញចិត្តវីដេអូនេះសូមអស់លោកអ្នកនាងជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូបន្តទៀតសូមអរគុណ